បន្ទាប់ពីស្ងោរត្រចៀកជ្រូកឆ្អិនរួចរាល់ហើយចាប់ផ្ដើមទៅលាយគ្រឿងផ្សំធ្វើជ្រក់ត្រចៀកជ្រូកទាំងអស់គ្នាមានត្រចៀកជ្រូកហាន់ជាចំណិតមានខ្ទឹមសហាន់ជាចំណិតមានខ្ញីឈូសជាចំណិតស្ដើងខ្ទឹមក្រហមហាន់ជាចំណិតស្ដើងនិងគល់ស្លឹកគ្រៃហាន់បញ្ឆិតស្លឹកក្រូចសើចហាន់ល្អិតម៉ត់តូចនិងមានម្ទេសខ្មាំងចាប់ផ្ដើមចាក់គ្រឿងផ្សំទាំងអស់នេះចូលទៅក្នុងកន្ធរមួយស្អាតរួចហើយមកលាយជាមួយនឹងទឹកត្រីបុកគ្រឿងផ្សំរបស់យើងដើម្បីបន្ថែមរសជាតិឲ្យមានរសជាតិជូរប្រៃផ្អែមនិងហឹរបន្ទាប់ពីដាក់គ្រឿងផ្សំទាំងអស់លាយចូលគ្នាហើយចាប់ផ្ដើមច្របល់ចូលគ្រឿងឲ្យសព្វល្អឃើញថារួចរាល់ហើយមើលទៅទំនងគួរឲ្យចង់ញ៉ាំអត់បងប្អូនសម្រាប់រសជាតិវិញរសជាតិជូរអែមប្រៃនិងហឹរតិចមិនសូវជាហឹរខ្លាំងទេបងប្អូនដោយសារតែមានកូនតូចកុំភ្លេចធ្វើញ៉ាំនៅផ្ទះទាំងអស់គ្នាបងប្អូនអរគុណច្រើនជម្រាបលា